សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមកមើលពោតរបស់ខ្ញុំគឺអាយុបាន30ថ្ងៃឯនេះបាទបងប្អូនយើងគឺបានកម្ពស់ហ្នឹងហើយនេះបងប្អូនកម្ពស់ហ្នឹងហើយលើបាទអញ្ចឹងគឺវាមានទូចមានធំអញ្ចឹងហើយពួកអីនិយាយថាអាកាសធាតុវាអត់ស្លោះហើយក៏វាអត់សូវមានភ្លៀងបងប្អូនបាទអញ្ចឹងគឺវាបានប៉ុណ្្នឹងហើយបងប្អូនអើយនឹងបានកាច់អត់ទេនេះបាទតែគាត់គុណភាពស្លឹកគឺវាល្អទេគឺវាអត់មានក្រហមមានអីទេគឺវាលូតលាស់ធម្មតាគាត់ថាវាយឺតហ្នឹងហើយលាស់យឺតបងប្អូនបាទវាលាស់យឺតអញ្ចឹងមានតែចាំមើលទឹកភ្លៀងនេះបើបានភ្លៀងមួយមេវាស្មានវាកំពុងតែលេងខ្លួនណាបងប្អូនបាទពោតតែចាប់ដើមលេងខ្លួនគឺចាប់ដើមដកកម្ពស់ហើយបងប្អូនបាទចាប់ដើមរុកដេញចាប់ដៃគ្នានៅពេលណាចាប់ដៃគ្នាគឹបហើយគឺយើងចាប់ដើមប្រើជីបងប្អូនបាទជួយបង្កើនទិន្នផលផ្លែហ្នឹងហើយតែពេលនេះវាអត់ទាន់ទេបងប្អូនណាគឺវានៅត្រឹមតែចកេះបាទត្រឹមចកេះខ្ញុំឡើយទេហ្នឹងហើយអញ្ចឹងវាចាប់ដើមលេងខ្លួនបដាបងប្អូនបាទនេះវាចាប់ដើមលេងខ្លួនលេងធៀងហើយអញ្ចឹងប្រកាសណាវាលេងខ្លួនហើយគឺវាចាប់ដើមកបួយផ្កាយប្រហែលជាអាចខែក្រោយឯងកបួយផ្កាយបាទចូល2ខែហ្នឹងគឺវាចាប់ដើមកបួយផ្កាយបងប្អូនយើងបាទអញ្ចឹងយើងចាំមើលវាទៀតមើលតើវាអាចនឹងមានភ្លៀងឲ្យយើងអត់បើមានភ្លៀងបានកើតបើអត់ភ្លៀងទេមានតាក់តងទៅខាងចំគូហើយបងប្អូនបាទបងចំគូហ្នឹងគឺពេលខែឆ្នាំតាណានេះឃើញគេចាប់ដើមច្រូតពោតលក់ឲ្យទៅខាងអ្នកចំគូគេច្រកបេធ្វើពោតផ្អាប់តែវាសង្ឃឹមថាវគ្គនេះវាមិនទៅអញ្ចឹងទេវាដឹងថាល្អព្រោះពោតបងប្អូនយើងល្អច្រើនណាស់អញ្ចឹងវាដាំដូចគ្នាថ្ងៃជាមួយគ្នាវាមិនចាញ់គ្នាហ្មងនេះវាខ្មៅក្រឹបដូចគ្នាបងប្អូនបាទមកនេះមកពិនិត្យវាផងហើយនឹងមើលកដោផងបងប្អូនកដោផ្លែកដោវាឡើងស៊ីបងប្អូនស៊ីធៀងស៊ីមេតកៅការពារតកៅថាអីទេគឺគុណភាពវាគឺល្អបងប្អូនបាទនិយាយស្លឹកវាគឺល្អមែនតើស្លឹកវាគឺគុណភាពតែម្ដងបាទគឺគុណភាពស្លឹកល្អត្រង់ព្រិញបងប្អូនតែវានៅតិចពេកអាយុវានៅតិចពេកអានេះយើងភ្លៀង1មេ2មេឬបាញ់បើបានមួយជើង2ជើងអីទៀតស្អាតហ្មងបងប្អូនបាទនេះទេមានថតឲ្យប្រអួតការវាដាំពោតបងប្អូនអើយគេមកយើងអ្នកស្រែចកាមានដាំពោតថតប្រអួតនេះលេងយ៉ាងឯងសុខសប្បាយទាំងអស់គ្នាបងប្អូនជូនពរថ្មីបាទពោតថ្លៃទាំងអស់គ្នាអរគុណបាយបាយ